ជនសង្ស័យជនល្មើសជនត្រីចោតជនជាប់ចោតពីរដ្ឋជននិងទណ្ឌិតមានអត្ថន័យយ៉ាងណាជនសង្ស័យពាក្យនេះគឺប្រើសម្រាប់ហៅបុគ្គលដែលសង្ស័យថាបានចូលរួមប្រព្រឹត្តបទល្មើសអាចជាចរិយាសហចារីអ្នកសំគំនិតនិងអ្នកផ្ដើមគំនិតជនល្មើសនៃដូចពាក្យជនសង្ស័យដែលគឺប្រើសម្រាប់ហៅបុគ្គលដែលសង្ស័យថាបានចូលរួមប្រព្រឹត្តបទល្មើសក៏ប៉ុន្តែគេច្រើនប្រើពាក្យនេះក្នុងករណីបទល្មើសជាបទល្មើសជាក់ស្ដែងជនត្រូវចោទសំដៅលើជនដែលត្រូវបានព្រះរាជអាជ្ញាធ្វើចោទប្តឹងចាប់ពីពេលមានដីកាបញ្ជូនរឿងឲ្យស៊ើបសួរទៅចៅក្រមស៊ើបសួរជនជាប់ចោទសំដៅលើជនដែលត្រូវបានព្រះរាជអាជ្ញាធ្វើចោទប្តឹងតាមរយៈដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ឬកំណត់ហេតុស្ដីអំពីការបង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាមឬជនដែលត្រូវបានចៅក្រមស៊ើបសួរបានចោទប្តឹងតាមរយៈដីកាដំណោះស្រាយដីកាបញ្ជូនទៅជំនុំជម្រះទៅតុលាការជំនុំជម្រះពីរដ្ឋជនសំដៅលើជនដែលត្រូវបានតុលាការជំនុំជម្រះបានប្រកាសអំពីពីរដ្ឋភាពលើអង្គហេតុដែលបានប្រព្រឹត្តបទល្មើសបណ្ឌិតសំដៅលើជនដែលត្រូវបានតុលាការជំនុំជម្រះប្រកាសអំពីពីរដ្ឋភាពជាស្ថាពរសេចក្តីសម្រេចចូលជាស្ថាពរ